បន្ទះ chip បានដើរតួយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាសម័យទំនើបនេះ ដោយឧបករណ៍ជាច្រើនមិនអាចខ្វះវាបាននោះទេ រាប់ចាប់ពីទូរស័ព្ទ ទូរទស្សន៍ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ រហូតដល់យន្តហោះចម្បាំងជាដើម ចំណែកក្រុមហ៊ុនដែលផលិតបន្ទះ chip ធំជាងគេនៅក្នុងពិភពលោកគឺក្រុមហ៊ុន TMC ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ក្រុមហ៊ុនមួយនេះបានគ្រប់គ្រងការផលិតជាង 90% នៃបន្ទះ chip ដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់ ក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើនទៀតដូចជា Samsung និង Intel របស់សហរដ្ឋអាមេរិកជាដើម មនុស្សភាគច្រើនអាចស្គាល់ TSMC ប៉ុន្តែប្រហែលជាមិនសូវស្គាល់លោក Maurice Chang នោះទេ បុរសម្នាក់នេះហើយដែលជាអ្នកនៅពីក្រោយភាពជោគជ័យរបស់ TMC ដែលសូម្បីតែក្រុមហ៊ុន Apple និង Nvidia ក៏ទិញបន្ទះ chip ពី TMC ដែរ លោក Maurice Chang មានដើមកំណើតជាជនជាតិចិន កើតនៅថ្ងៃទីខែកក្កដាឆ្នាំ 1931 នៅទីក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិន ទើបក្រោយមកនៅឆ្នាំ 1949 គាត់បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ទៅរៀននិងរស់នៅហើយធ្វើការនៅទីនោះ រហូតគាត់ទទួលបានសញ្ជាតិអាមេរិក ទើបដល់អាយុ 56 ឆ្នាំ គាត់ក៏សម្រេចផ្លាស់ទៅកាន់តៃវ៉ាន់ និងបានបង្កើត TMC នៅទីនោះ គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំ 2026 ការលក់បន្ទះ chip របស់ពិភពលោកនឹងកើនដល់ $1 trillion ដែលជាការហក់ឡើងខ្ពស់ពី $600 លានត្រឹមរយៈពេល 2 ឆ្នាំ